បានជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបានមួយរឿងទៀតបាទរឿងនេះគឺបានកាត់ឡើងទៅលើពូម្នាក់ដែលគាត់ជាអ្នករស់នៅក្នុងភូមិរបស់ខ្ញុំផ្ទាល់បានគាត់មានឈ្មោះថាពូឆាន់ហើយមុននឹងចូលទៅដល់ខ្សែរឿងបាទសូមបងប្អូនកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀតបានរឿងរ៉ាវនេះដែរគឺបានកាត់ឡើងនៅឆ្នាំ2000ហើយពូឆាន់គាត់គឺជាអ្នកលក់ត្រីម្នាក់នៅក្នុងភូមិរបស់ខ្ញុំផ្ទាល់ពេលល្ងាចគាត់តែងតែទៅលើកត្រីពីអ្នកភូមិពីទីជិតឆ្ងាយយកមកទុកលក់នៅផ្សារក្នុងភូមិរបស់គាត់ជារៀងរាល់ព្រឹករៀងរាល់ថ្ងៃចឹងណាបងប្អូនហើយនៅល្ងាចមួយគាត់បានលើកទូរស័ព្ទមួយហើយអ្នកដែលខលមកនោះគឺជាពួកម៉ាក់របស់គាត់ដែលនៅភូមិក្បែរនោះឯងគាត់បានប្រាប់ពូឆាន់ថាឲ្យទៅយកត្រីនៅស្រះរបស់គាត់បាទបងប្អូនដោយសារតែថ្ងៃនេះគាត់បានបូមស្រះរបស់គាត់នៅវាលស្រែដោយសារតែពូឆាន់គាត់ជាអ្នកម៉ៅទិញត្រីទិញអីតាមស្រះចឹងណាបងប្អូនគាត់ក៏ខលមកឲ្យពូឆាន់ហ្នឹងទៅយកត្រីលោកប្រហែលជានិយាយគ្នាចប់បានប្រហែលជា10នាទីពូឆាន់គាត់ក៏បានត្រៀមឡានត្រៀមអីឆែកមើលឡានមើលអីហើយមុននឹងចេញទៅយកត្រីម៉ោងប្រហែលជា6កន្លះគាត់ថាគាត់បានបើកឡានចេញទៅវាលស្រែតែម្ដងដើម្បីទៅយកត្រីនៅស្រះនោះចឹងណាបងប្អូនហើយគាត់បើកឡានប្រហែលមួយសន្ទុះបានដល់វាលស្រែព្រោះដោយសារថាផ្ទះរបស់គាត់នៅឆ្ងាយពីវាលស្រែដែរហើយឥឡូវម៉ោងក៏7ជាងដែរទ្រាំតែគាត់បើកមកដល់ស្រះដោយសារតែស្រះនៅរៀងឆ្ងាយដែរផ្លូវក៏រៀងពិបាកពុះសន្ទូក្រោយមកម្ចាស់ស្រះក៏បានលើកត្រីដាក់ឲ្យពូឆាន់រួចរាល់ហើយក៏បានគិតលុយគិតប្រាក់ទូទាត់គ្នារួចអស់ហើយគាត់ក៏បានត្រឡប់មកវិញនៅតាមផ្លូវវារៀងស្ងាត់ដែរហើយគាត់បើកចេញពីស្រះនឹងមកដល់ពាក់កណ្ដាលផ្លូវជិតដល់វាលស្រែប៉ុន្តែគាត់ត្រូវកាត់ដំបូកចាស់បុរាណមួយដោយសារតែផ្លូវហ្នឹងមានដំបូកចាស់បុរាណមួយធំនៅក្បែរផ្លូវហ្នឹងណាបងប្អូនទ្រាំទៅដល់វាលស្រែយើងត្រូវកាត់ឆ្លងកាត់ដំបូកហ្នឹងហើយគាត់ក៏បានបើកហួសដំបូកហ្នឹងបន្តិចក៏ស្រាប់តែឡានរបស់គាត់ហ្នឹងរលត់គាត់ថាពេលហ្នឹងគាត់ឆ្ងល់ដែរហើយឡានចាក់ប្រេងចៃពេញអស់ហើយឆែកមុននឹងមកក៏ឆែកមើលទឹកមើលអីអស់ប៉ុន្តែហើយមិនក៏វារលត់ទៅវិញគាត់ក៏នៅនឹងជួសជុលមើលឡានម្នាក់ឯងចាំមើលខ្លាចមានអ្នកឆ្លងកាត់អីមកចឹងបងប្អូនប៉ុន្តែជាក់ស្ដែងគឺអត់មានទេគឺស្ងាត់ជ្រាបស្មើនឹងហើយផ្ទះម្ចាស់ស្រះហ្នឹងគេក៏ទៅតាមផ្លូវមួយទៀតអត់បានមកផ្លូវជាមួយគ្នានឹងទេដល់ពេលតែគាត់ចាំយូរហើយដែរគាត់ចាប់ទូរស័ព្ទមកខលរមើលអ្នកជំនួយអ្នកជួយអីអញ្ចឹងណាដល់ពេលតែគាត់ចាំទូរស័ព្ទមកអត់មានសេវាទៀតដោយសារតែតំបន់ហ្នឹងវានៅរៀងឆ្ងាយពីភូមិដែរហើយម្ដុំហ្នឹងវាអត់សូវមានសេវាដល់ពេលតែគាត់នៅចាំរកមើលអ្នកជួយហើយក៏យកទូរស័ព្ទហ្នឹងដើរចុះឆ្វែលឡានរកមើលសេវារកអីអញ្ចឹងណាបងប្អូនប៉ុន្តែគាត់នៅតែអត់មានសេវាហើយគាត់ក៏ឮសំឡេងឆ្កែលូល្ងៅឮនៅឆ្កែលូពីចម្ងាយអាចជាស្នាងបងប្អូនឆ្កែលូឮពីចម្ងាយមកឮសំឡេងគួយខ្លាចអញ្ចឹងណាគាត់ក៏បើកទ្វារចូលក្នុងឡានវិញគាត់អត់ហ៊ាននៅខាងក្រៅដោយសារតែយប់រៀងស្ងាត់ហើយកន្លងពេលទៅប្រហែលជា2ម៉ោងហើយនៅតែអត់ទាន់មានអ្នកណាឆ្លងកាត់ផ្លូវហ្នឹងហើយគាត់ម្នាក់ឯងហើយទូរស័ព្ទអត់មានសេវាទេបងប្អូនស្រាប់តែគាត់នៅក្នុងឡានមួយសន្ទុះក្រោយមកគាត់ស្រាប់តែធំក្លិនធូបគាត់ធំក្លិនធូបធំនៅក្នុងឡាននឹងបណ្ដោយបងប្អូនហើយគាត់ថាគាត់អត់បានបើកកញ្ចក់ឡានទេតែមិនក៏វាធំក្លិនធូបចូលមកក្នុងឡានគាត់ធំគាត់ទ្រាំអត់បានគាត់ក៏បានបើកកញ្ចក់ឡានពេលហ្នឹងគាត់បើកកញ្ចក់ឡានពឹបមកគាត់ថាស្រាប់តែឮសំឡេងអ្នកណាម្នាក់ហៅគាត់នៅខាងក្រោយឡានឮសំឡេងមនុស្សស្រីឮហៅគាត់របៀបថាសំឡេងល្វើយស្រាលគួរឲ្យខ្លាចនិយាយមួយចឹងបងប្អូនសំឡេងហ្នឹងបានហៅគាត់ពូគាត់ថាពេលហ្នឹងគាត់និយាយអីលេងចឹងគាត់ភ័យខ្លាំងមែនទែនបងប្អូនគាត់ភ័យគាត់បុកពោះរកឲ្យព្រៀបមិនបានគាត់ថាគាត់អត់ដែរជួបរឿងអញ្ចឹងឯងមានលើកទី1ដែលគាត់ជួបអញ្ចឹងពេលហ្នឹងគឺគាត់អត់ហ៊ានងាកអត់ហ៊ានអីទាំងអស់ដោយសារតែគាត់គិតថាបើឮសំឡេងហៅបែបហ្នឹងបើសិនតែគាត់ងាកគាត់ខ្លាចគាត់មានបញ្ហាអីគាត់ក៏សង្ងំនៅក្នុងឡានគាត់ក្រាបមុខចុះនឹងចង្កូតឡានគឺគាត់ភ័យពេកពេលហ្នឹងគាត់ថាគាត់ធ្វើអត់ត្រូវគាត់បានសង្ងំនៅក្នុងឡានពុះសន្ទុះក្រោយមកក៏សំឡេងហ្នឹងក៏បាត់ហើយគាត់មិនដឹងធ្វើយ៉ាងម៉េចគាត់គិតថាបើសិនជានៅបែបហ្នឹងគឺនៅតែបែបហ្នឹងហើយគាត់ក៏បានបើកទ្វារឡានបន្តិចសុខចិត្តថាដើរទៅមើលនៅក្រោយឡានម្ដងថាមានរឿងអីក៏មានតាមនឹងបដ ாய் ទៅតាមយថាកម្មបដ ாய் ទៅ
ព្រោះដោយសារធ្វើមិនបើយើងនៅយប់ជ្រៅហើយនៅកណ្ដាលវាលស្រែអញ្ចឹងគាត់ក៏បើកទ្វារឡានហើយគាត់ក៏ចុះពីឡានទៅយកពិលហ្នឹងឈួលមើលក្រោយឡានប៉ុន្តែអត់មានទេអត់មានឃើញអ្នកណាទេហើយគាត់ក៏យកពិលហ្នឹងឈួលទៅដំបូកហ្នឹងដោយសារតែគាត់មើលទៅដំបូកហ្នឹងដូចជាមានអ្នកណាម្នាក់ឈរនៅបក់ដៃហៅគាត់នៅលើដំបូកហ្នឹងអញ្ចឹងបងប្អូនគាត់ក៏ដាក់ពិលឈួលទៅគឺឃើញស្រស់តែម្ដងបងប្អូនពេលហ្នឹងមនុស្សប្រុសម្នាក់ឈរបក់ដៃហៅគាត់ពេលហ្នឹងគាត់ថាគាត់ភ័យមែនទែនគាត់បិទពិលលឿនហើយគាត់រត់ចូលមកក្នុងឡានវិញពេលហ្នឹងហើយគាត់ងាកមើលទៅខាងក្រោយឡានវិញមើលទៅដំបូកហ្នឹងបងប្អូនគាត់ថាចេះស្រាំបងប្អូនវិញ្ញាណហ្នឹងគឺដើរគាត់មានអារម្មណ៍ថាដើរមកជិតគាត់បន្តិចម្ដងគាត់ឃើញច្បាស់ទៅពេលហ្នឹងគាត់ថាគាត់បែកញើសជោគភ័យនិយាយលេងត្រូវឯពេលហ្នឹងធ្វើអីក៏លេងត្រូវដែរគាត់បានត្រឹមតែបិទពិលឲ្យសំងំក្នុងឡានក្រាបនៅក្នុងឡានឯបងប្អូនពេលហ្នឹងគាត់ថាគាត់ក្រាបមួយសន្ទុះក៏ស្រាប់តែឡានរបស់គាត់រៀងញ័រដូចជាមានអ្នកណាមកប៉ះឡានរួនឡានអញ្ចឹងបងប្អូនគាត់ថាពេលហ្នឹងគឺគាត់ស្ទើរតែកាំងស្លាប់នៅក្នុងឡានប៉ុន្តែគាត់ពង្រឹងស្មារតីបន្ទាប់ពីពេលហ្នឹងពេលដែលគាត់ភ័យខ្លាំងណាស់បងប្អូនគាត់ថាគាត់មិនដឹងจะត្រូវធ្វើមិនទៀតទេពេលហ្នឹងគាត់មានតែសូត្រធម៌គាត់ថាគាត់ក៏អត់ចេះធម៌ទេគាត់ចេះតែសូត្រតែនិមោតសៈមកចប់ហ្នឹងសូត្រចុះសូត្រឡើងមានបន់ម៉ែបន់ឪបន់ព្រះគាត់ថាគាត់សូត្រទៅក៏ស្រាប់តែគាត់ហ្នឹងបាត់ស្មារតីទៅគាត់ថាគឺគាត់លែងចាំអីទៀតហើយស្រាប់តែពេលដែលគាត់ភ្ញាក់ឡើងវិញហ្នឹងគឺគាត់នៅផ្ទះបាត់ហើយបងប្អូនគាត់ថាម៉ោងខ្ទង់ជា11ហើយពេលដែលគាត់ភ្ញាក់ឡើងគឺគាត់បានមកដល់ផ្ទះហើយគាត់ក៏បានជួបប្រពន្ធនិងកូនគាត់ហើយនឹងមានអ្នកជិតខាង3-4នាក់មកមើលគាត់អញ្ចឹងណាសួរតែគាត់អីបានបើកឡានទៅឈប់នៅកណ្ដាលផ្លូវហើយទៅជាគេងលក់នៅក្នុងឡានស្លាប់អត់ដឹងខ្លួនអញ្ចឹងណាបងប្អូនបាត់ស្មារតីដល់ប្រពន្ធទៅហ្នឹងគាត់ដាស់មិនភ្ញាក់ហើយគាត់ក៏បានសួរប្រពន្ធគាត់ថាមិនក៏ទៅរកគាត់ដល់វាលស្រែហើយបានយកគាត់មកគាត់ថាគាត់ជួបខ្មោចជួបអីនៅតាមផ្លូវអញ្ចឹងណាហើយឡានរលត់ទូរស័ព្ទក៏អត់មានសេវាគាត់ថាគាត់ជួបរឿងបែបហ្នឹងអញ្ចឹងនិយាយប្រាប់ប្រពន្ធគាត់ដូចតែហេតុការណ៍អញ្ចឹងបងប្អូនហើយប្រពន្ធគាត់ហ្នឹងក៏បានប្រាប់វិញថាដោយសារតែគាត់ឃើញបាត់យូរដោយសារតែធ្លាប់តែយកត្រីធម្មតាទៅអត់ដែរយូរទេត្រឹមម៉ោង7-8អីដល់ផ្ទះវិញហើយតែនេះដោយសារតែបាត់យូរម៉ោង10អត់ទាន់ឃើញមកវិញគាត់ក៏បានហៅបងប្អូនអ្នកភូមិជិតខាងម្នាក់ឲ្យដប់គាត់ហ្នឹងទៅតាមរោគាត់ថាគាត់ជិះម៉ូតូទៅដល់កន្លែងផ្លូវហ្នឹងស្រាប់តែឃើញឡានហើយគាត់ក៏បានជិះទៅក្បែរឡានហ្នឹងក៏ឃើញបងឯងហ្នឹងស្លាប់គាត់ថាប្រពន្ធប្រាប់គាត់ហ្នឹងថាឃើញគាត់ហ្នឹងស្លាប់នៅក្នុងឡានអត់ដឹងទេអត់ដឹងស្មារតីទេបាត់ស្មារតីអញ្ចឹងណាហើយគាត់ក៏បានលើកឲ្យគាត់អង្គុយហើយគាត់ក៏បានជិះម៉ូតូមកហើយក៏ឲ្យអ្នកជិតខាងហ្នឹងបើកឡានគាត់ហ្នឹងមកផ្ទះបណ្ដោយបងប្អូនដល់ពេលតែស្អែកឡើងគាត់ក៏បានទៅវត្តទៅអីស្រោចទឹកស្រោចអីអញ្ចឹងហើយក៏បានសួរលោកតានៅវត្តហ្នឹងណាថាមិនបានជាគាត់ជួបរឿងអញ្ចឹងហើយលោកតានៅវត្តហ្នឹងក៏បានប្រាប់ថាដោយសារតែយើងឆ្លងកាត់ផ្លូវហ្នឹងហើយយើងដឹកត្រីដឹកអីអញ្ចឹងទៅហើយយើងអត់ដែរទៅផ្លូវហ្នឹងយើងអត់បានសុំគេសុំអីណាបងប្អូនដោយសារតែយើងជាអ្នកដែលមានកញ្ចៅខ្មោចលងខ្មោចអីអញ្ចឹងហើយយើងទៅតំបន់ហ្នឹងតំបន់ពីមុនហ្នឹងគឺមានប្តីប្រពន្ធចងកនៅកន្លែងដបោកហ្នឹងដោយសារគៀនដបោកហ្នឹងមានដើមឈើដើមស្វាយដើមអីអញ្ចឹងណាមានប្តីប្រពន្ធពីរនាក់ចងកទៅស្លាប់នៅហ្នឹងអញ្ចឹងលោកតាហ្នឹងក៏បានប្រាប់ថាឲ្យគាត់ហ្នឹងទៅកន្លែងដបោកហ្នឹងម្ដងទៀតហើយយកសំណែនតសែនដាក់ឲ្យគេអញ្ចឹងណាសែនសុំខមាទោសគេឲ្យតសែនដាក់ឲ្យគេអញ្ចឹងទៅយើងរួចខ្លួនគាត់ថាដោយសារតែយើងមានកញ្ញៅមានអីអញ្ចឹងដែរហើយខ្មោចហ្នឹងក៏តាមលងយើងដែរដោយសារតែគេឃ្លានគេដែរអញ្ចឹងណាហើយគាត់ត្រឡប់មកផ្ទះវិញគាត់ក៏បានធ្វើមន់ធ្វើអីធ្វើបាយធ្វើអីទៅយកទៅដាក់នៅសែននៅកន្លែងភ្នូហ្នឹងណាបងប្អូននៅកន្លែងជាស្រែបងប្អូននៅកន្លែងដបោកហ្នឹងបងប្អូនដបោកបុរាណមួយដែលនៅវាលស្រែហ្នឹងហើយតាំងពីពេលហ្នឹងមកគាត់ក៏បើកឡានមិនដែលមានបញ្ហាទេទៅណាទៅណីយប់លប់អីជិះកាត់តាមផ្លូវហ្នឹងទៅយកត្រីពីស្រះអ្នកផ្សេងស្រះអីចឹងក៏អត់ដែលមានបញ្ហាដែរគាត់ក៏រស់នៅសុខសប្បាយតាំងពីពេលហ្នឹងមកបានសាច់រឿងចប់តែប៉ុណ្្នឹងបងប្អូនសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាស្ដាប់កំសាន្ត